bởi dương thưa tầm náo dương hot dương sầm ra mà rịa sẵn bây giờ cầm lắng hay thưa tầm náo từ một tiệt dạng na chặt bà dương nó có thời miền tây và lìa sầm ra bà mình chẳng ấy về miền Pành Hà vul vul hay dương cục cồn chặt lên bàn sầm ra chặt trong sầm đào từ lư dương dục chặt nó một chỗ nó khôngคุณธรមកប្រស្រ័យជាមួយនឹងអារម្មណ៍ដែលល្អដែលនាំឲ្យកើតកុសលឧទាហរណ៍ថាស្ដាប់ធម៌នឹកដល់គុណពុទ្ធពធប្រសង្ឃចម្រើនសមាធិរក្សាចិត្តនឹងឲ្យនឹងថឹងរឹងប៉ឹងអញ្ចឹងចិត្តនឹងបានមកសម្រាកនៅក្នុងគុណជំរកគឺគុណធម៌មិនសូវក្តៅក្រហាល់កាហាយនឹងរឿងរ៉ាវខាងក្រៅច្រើនពេកទេរឿងរ៉ាវយើងនៅតែប្រឈមមុខយើងនៅតែដោះស្រាយពីព្រោះយើងមិនអាចជៀសរួចបានទេត្រូវប្រស្រ័យតាក់ទងត្រូវប្រកបមុខរបរទទួលទានត្រូវទទួលខុសត្រូវចាំកូនចាំចៅជាដើមប៉ុន្តែក៏មិនអាចបដោយឲ្យចិត្តនឹងដើរកាត់វាលក្តៅវាលខ្សាច់នឹងមួយថ្ងៃ24ម៉ោងអត់មានសម្រាកសោះគ្រោះថ្នាក់រហូតដល់អ្នកខ្លះគេងអត់លក់កើតជំងឺមួម៉ៅស្មុគស្មាញតុកសិចពិបាកចិត្ត stress វាធ្វើឲ្យស្ថានភាពផ្លូវចិត្តនឹងដុនដាបមែនតើអញ្ចឹងតើយើងរៀនស្វែងរកជំរកផ្លូវចិត្តអាស្រ័យនឹងទីកន្លែងណាឧទាហរណ៍ថាបានមកកន្លែងបច្ចេកដីដើមពោធិព្រឹកឬក៏ទីសក្ការៈបូជាយើងមានឱកាសថ្វាយបង្គំនមស្ការធ្វើចិត្តឲ្យស្ងប់មួយរយៈពេលអញ្ចឹងទៅក៏វាចិត្តរបស់យើងនឹងក៏ស្ងប់រងាប់បន្តិចអញ្ចឹងទៅហើយវាតតែឧស្សាហ៍ជ្រោកក្រោមម្លប់នឹងនៅពេលធ្វើដំណើរមួយថ្ងៃហ្នឹងខ្សែគប់មិត្តល្អមានពេលស្ដាប់ធម៌មានពេលចម្រើនសមាធិដង្ហើមចេញដង្ហើមចូលឬក៏ផ្សាយមេត្តាចិត្តសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យសពសត្វទាំងអស់បានសុខរួចផុតពីទុក្ខអញ្ចឹងទៅយើងដូចថាមានមលុបប្រធរហ្នឹងជាជំរកយើងមិនសូវក្តៅក្រហល់កាហាយដោយរឿងរ៉ាវខាងក្រៅនឹងដោយកម្ដៅអកុសលមានចំណែននិន្ទាឈ្នាននេះគំនុំគុំគួនពាក្យពេចន៍សម្ដីអ្នកដតីអីហ្នឹងពេលខ្លះវាភ្លើងធ្វើឲ្យយើងក្តៅអញ្ចឹងយើងកិច្ចពីកម្ដៅអកុសលមកជ្រោកនៅក្នុងមលុបគុណធម៌សេចក្តីល្អអាហ្នឹងវាស្រស់ចិត្តរបស់យើងឲ្យមិនសូវក្តៅក្រហាយចិត្តរបស់យើងវាលពលពោចដូចស្វាអញ្ចឹងលូតពីដើមឈើមួយទៅដើមឈើមួយចេញពីអារម្មណ៍មួយទៅរកអារម្មណ៍មួយគិតពីអ្នកនេះហើយទៅគិតពីអ្នកនោះគិតរឿងនេះគិតរឿងនោះគិតរឿងកន្លងមកហើយខ្លះទៅមុខខ្លះវិលវល់បើយើងមិនបានរក្សាចិត្តដោយសតិស្មារតីឲ្យបានល្អទេកើតជំងឺបញ្ហាច្បុកច្បល់ច្រើនណាស់អញ្ចឹងតើមានអង្គរៈអ្នកការពារចិត្តរបស់យើងនឹងតាមដានចិត្តនឹងជាប្រចាំបានដល់សតិឬក៏ស្មារតីនឹងនៅក្នុងធម៌លោកហៅសទាសតោឲ្យមានសតិជាប្រចាំសទានឹងវាថាជាប្រចាំជានិច្ចកាលមើលថាចិត្តហ្នឹងវាដើរនៅក្នុងផ្លូវអីក្នុងផ្លូវល្អឬក៏ផ្លូវមិនល្អវាទៅគិតរឿង
ខឹងចំណែនស្អប់គុំគួនដៅកាហាយរវើរវាយឬក៏វានៅក្នុងគុណធម៌កុសលធម៌មេត្តាករុណាសតិបញ្ញាហើយយើងតើកំណត់ដឹងថាមួយណាជាសត្រូវរបស់ចិត្តមួយណាជាកល្យាណមិត្តមិត្តល្អរបស់ចិត្តឧទាហរណ៍ថាខឹងអន់សពុនចិត្តមួម៉ៅក្តៅខាយចំណែននិន្ទាឈ្នានេះស្ដាយភ័យព្រួយហ្នឹងយើងកំណត់ដឹងថានឹងជាសត្រូវរបស់ចិត្តវាមកលួចប្លន់សេចក្តីសុខពីចិត្តយើងពេលវាមកដឹងថាអូវាមកលួចប្លន់សេចក្តីសុខពីចិត្តហើយវិធីសាស្ត្រធ្វើម៉េចចេញពីចិត្តមិនល្អហ្នឹងចេញពីអកុសលទាំងអស់ហ្នឹងឧទាហរណ៍ថាមិនចំណែនទេយកបញ្ញាមុទិតាមកបញ្យល់មុទិតាត្រេកអរនឹងគេបានជោគជ័យចម្រើននឹងបញ្ញាបញ្យល់ប្រាប់ខ្លួនឯងថាអានឹងបុណ្យរបស់គេទេគេខំប្រឹងប្រែងមកគេខំសំមកគេបានប៉ុណ្ណឹងអញ្ចឹងត្រេកអរនឹងគេទៅអញ្ចឹងវាមកទប់ស្កាត់អកុសលសត្រូវគឺចំណែនអ៊ីសាហ្នឹងហើយឧទាហរណ៍ថាបើមានកំហឹងទោសៈបន្ទុសរាយនឹងអារម្មណ៍ហ្នឹងយើងជួបយើងអត់ពេញចិត្តយើងមួម៉ៅយើងកំណត់ដឹងថាអូចិត្តអញខឹងហើយតើមានបញ្ញាមកពយល់ថារឿងរ៉ាវក្នុងជីវិតដែលយើងជួបហ្នឹងវាមានហេតុរបស់វាទើបវាមានផលមកចឹងវាមានកម្មជាអ្នកផលិតផលឲ្យជួបរឿងមិនល្អអញ្ចឹងអ្វីមិនមែនជារឿងចៃដន្យទេយើងមានកម្មរបស់យើងបានជួបរឿងអកុសលវិបាកផលមិនល្អហ្នឹងហ្នឹងរៀនស្វែងយល់អំពីដំណើរនៃហេតុផលអញ្ចឹងទៅយើងអត់ឆ្លោះជាមួយនឹងផលទេយើងជួបហើយយើងដោះស្រាយទៅត្រូវខាតទៅចំណេញត្រូវប្រឈមមុខយ៉ាងម៉េចយើងដោះស្រាយអត់ឆ្លោះជាមួយនឹងរឿងអារម្មណ៍ដែលកើតឡើងហ្នឹងឯងអញ្ចឹងយើងទៅមុខទៀតហើយយើងមានអារម្មណ៍ផ្សេងទៀតត្រូវជួបអាចជាអារម្មណ៍ល្អក្តីមិនល្អក្តីយើងយកវាជាបទពិសោធន៍ជាមេរៀនហើយយើងទៅមុខទៀតតែអត់សំពីងសំពងឯងយើងតើឡើយយើងមានសតិនឹងតាមដានចិត្តនឹងជាប្រចាំសតិនឹងនៅនឹងកាយនៅនឹងសកម្មភាពដេកដើរឈរអង្គុយនិយាយស្ដីស្លៀកពាក់ញ៉ាំចុកហ្នឹងឲ្យស្មារតីហ្នឹងនៅនឹងខ្លួនជាប្រចាំកុំឲ្យវាធ្វើទាំងអត់ដឹងខ្លួនឬក៏ភ្លឹកតែភ្លឹកវានាំឲ្យមានបញ្ហាខួរក្បាលពេលទៅថ្ងៃខាងមុខបញ្ហាស្មារតីហ្នឹងសតិហ្នឹងនៅនឹងសកម្មភាពដេកដើរឈរអង្គុយជាប្រចាំហើយតាមដានមើលស្ថានភាពចិត្តរបស់យើងជាប្រចាំបើវានៅក្នុងផ្លូវខុសត្រូវរកវិធីសាស្ត្រទាញមកខ្សែគប់មិនល្អស្ដាប់ធម៌អានសិភៅធម៌ឬក៏សមាធិឬក៏ដូរអារម្មណ៍ទៅណាសិនឲ្យដើម្បីឲ្យចិត្តនឹងវាចេញផុតអំពីអារម្មណ៍នាំឲ្យក្តៅក្រហាយនឹងអានឹងបើចិត្តយើងមិនទាន់រឹងប៉ឹងខ្លាំងណាតែសម្រាប់អ្នករឹងប៉ឹងខ្លាំងគេអាចដោះស្រាយប្រឈមមុខនៅពេលដែលមានបញ្ហាផ្ទាល់ហ្នឹងក៏បានដែរអញ្ចឹងយើងអាស្រ័យកល្យាណមិត្តអាស្រ័យអារម្មណ៍ដែលធ្វើឲ្យចិត្តយើងរីករាយនឹកដល់បុគ្គលជាទីគោរពនឹកដល់ពុទ្ធពធប្រសង់នឹកដល់អំពើល្អដែលយើងបានធ្វើហើយនឹកដល់អ្នកដែលធ្លាប់ថាមានចិត្តនឹងណោអញ្ចឹងយើងយកបុគ្គលនឹងជាគំរូយើងកាត់បន្ថយឲ្យកំហឹងអីហ្នឹងហើយអញ្ចឹងមានសតិជាប្រចាំហើយមានបញ្ញានៅក្នុងស្ថិដ្ឋានសួគ៌លោកហៅសម្បជញ្ញៈអញ្ចឹងពន្យល់ខ្លួនឯងមិនឲ្យកើតទុកជាមួយនឹងរឿងនឹងខ្លាំងហើយនឹងតើឡើយយើងមានទាំងពីរយើងមានទាំងសតិមានទាំងសម្បជញ្ញៈទៅជាមួយទើបយើងបានធូរស្បើយ
ពីការរវើរវាយស្មុគស្មាញមួម៉ៅប្រឆាំងនឹងអារម្មណ៍ដែលកើតឡើងហ្នឹងអាហ្នឹងយើងអត់លែងសូវមានបញ្ហាផ្លូវចិត្តដែរ